ខ្ញុំសូមអាននៅព្រះគម្ពីរលោកុបាទជំពូក14ខ1ទៅដល់ខ24នៅជំនាន់អាំរ៉ាផាល់ជាស្ដេចស្រុកស៊ីណាយកជាស្ដេចស្រុកអេឡាសាកេដូឡាមើជាស្ដេចស្រុកអេឡាំងនិងធីដាល់ជាស្ដេចកូយីមនោះគេលើកគ្នាទៅច្បាំងនឹងបេរ៉ាជាស្ដេចក្រុងសូដុំប៊ីសាជាស្ដេចក្រុងកូម៉ូរ៉ាស៊ីណាបជាស្ដេចក្រុងអាប់ម៉ាសេមើបឺជាស្ដេចក្រុងសេបោមហើយនឹងស្ដេចក្រុងបេឡាគឺជាសូអាស្ដេចទាំងនេះក៏មូលគ្នានៅវាលច្រកស៊ីដេមគឺជាសមុទ្រអំបិលគេបានចុះចូលគេដូឡាមើអស់12ឆ្នាំតែដល់ឆ្នាំទី13គេនាំគ្នាបះបោរវិញលុះដល់ឆ្នាំទី14គេដូឡាមើហើយអស់ទាំងស្ដេចដែលនៅជាមួយក៏មកវាយពួករេផែមនៅត្រង់អាថារ៉ូតកើណែមនិងពួកសូស៊ីមនៅត្រង់ស្រុកហាំហើយអេមេមនៅត្រង់វាលគីយ៉ាថែមហើយពួកហូរីនៅក្នុងភ្នំសៀជាស្រុករបស់ខ្លួនរហូតដល់អែលបារ៉ានដែលនៅខាងទីរហោឋានរួចគេវិលមកឯអេនមីផាតគឺជាកាដេសក៏វាយស្រុកអាម៉ាឡេកទាំងអស់និងពួកអាម៉ូរីដែលនៅហេសាសូនតាម៉ាដែរស្ដេចក្រុងសូដុំស្ដេចក្រុងកូម៉ូរ៉ាស្ដេចក្រុងអាប់ម៉ាស្ដេចក្រុងសេបោមនិងស្ដេចក្រុងបេឡាគឺជាសូអាក៏នាំគ្នាចេញទៅតម្រៀបទ័ពច្បាំងនឹងពួកទាំងនោះនៅត្រង់វាលច្រកស៊ីដេមគឺច្បាំងនឹងគេដូឡាមើជាស្ដេចអេឡាំងធីដាល់ជាស្ដេចកូយីមអាំងរ៉ាផាល់ជាស្ដេចស៊ីណានិងអាវយុគជាស្ដេចអេឡាសាមានស្ដេច4អង្គច្បាំងនឹងស្ដេច5អង្គឯវាលច្រកស៊ីដេមនោះមានសុទ្ធតែអណ្ដូងជ័រហើយស្ដេចស្រុកក្រុងសូដុំនិងស្ដេចក្រុងកូម៉ូរ៉ាគេរត់ទៅក៏ដួលនៅទីនោះឯអស់អ្នកដែលនៅសល់គេរត់ទៅឯភ្នំរួចស្ដេចទាំងនោះក៏យកទ្រព្យសម្បត្តិនៃក្រុងសូដុំនិងក្រុងកូម៉ូរ៉ាទាំងអស់ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញទៅបាត់ទៅក៏ចាប់លុតជាក្មួយអាប់រ៉ាមដែលនៅក្រុងសូដុំនិងទ្រព្យសម្បត្តិរបស់គាត់នាំទៅជាមួយដែរមានមនុស្សម្នាក់ដែលបានរត់រួចពីចម្បាំងគាត់ទៅជម្រាបដល់អាប់រ៉ាមជាសាសហេប្រេលដែលនៅត្រង់ដើមម៉ៃសាក់របស់មេម៉ាំរ៉េជាសាសអាម៉ូរីដែលជាបងអេសកុលហើយនឹងអានណាវដែលមានចងមិត្តមេត្រីនឹងអាប់រ៉ាមកាលអាប់រ៉ាមបានឮថាគេចាប់ក្មួយខ្លួនទៅជាឆ្លើយដូច្នោះនោះគាត់នាំពួកបម្រើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាមមានចំនួន318នាក់លើកគ្នាចេញទៅដេញតាមគេរហូតដល់ដានគាត់ក៏ចែកពួកបម្រើឲ្យទៅទាស់នឹងគេទាំងយប់ក៏វាយគេហើយដេញតាមរហូតហូបាដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស់
រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញព្រមទាំងលុតជាក្មួយនឹងទ្រព្យសម្បត្តិរបស់គាត់ដែរទាំងពួកស្ត្រីនិងមនុស្សទាំងអស់ផងកាលគាត់បានត្រឡប់មកពីវាយគេដូឡាមើនិងពួកស្ដេចដែលនៅជាមួយនឹងទ្រង់វិញហើយនោះស្ដេចក្រុងសូដុំក៏ចេញមកទទួលគាត់នៅត្រង់វាលភ្នំច្រកភ្នំសាវេគឺជាច្រកភ្នំនៃស្ដេចហើយមិលគីសាដែកជាស្ដេចក្រុងសាឡឹមក៏នាំយកនំប៉័ងនិងស្រាទំពាំងបាយជូរមកពីព្រោះទ្រង់ជាស្ដេចរបស់ព្រះដ៏ខ្ពស់បំផុតទ្រង់ប្រទានពរដល់គាត់ថាសូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុតជាម្ចាស់នៃស្ថានសួគ៌និងផែនដីហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃឯងរួចគាត់ក៏ថ្វាយ1ភាគក្នុង10មកគ្រប់របស់ទាំងអស់ដល់ទ្រង់ឯស្ដេចក្រុងសូដុំក៏មានបន្ទូលទៅអាប់រ៉ាមថាចូលឲ្យតែមនុស្សមកខ្ញុំបានហើយឯរបស់ទ្រព្យទាំងប៉ុន្មានចូលយកទុកជារបស់ផងអ្នកចុះតែអាប់រ៉ាមគាត់ទូលទៅស្ដេចសូដុំថាទូលបង្គំបានលើកដៃស្បត់ចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុតជាម្ចាស់នៃស្ថានសួគ៌និងផែនដីថាទូលបង្គំនឹងមិនយកអ្វីសោះសូម្បីតែចេះមួយសរសៃនិងខ្សែស្បែកជើងមួយឬអ្វីរបស់ទ្រង់ឡើយខ្លាចក្រែងទ្រង់មានបន្ទូលថាអញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមានសូមយកតែរបស់ណាដែលពួកបាវបម្រើបានទទួលទានទៅហើយប៉ុណ្ណោះឯចំណែកពួកមនុស្សដែលបានចេញទៅជាមួយនឹងទូលបង្គំនេះគឺអានណាល់អេស្កុលនិងម៉ាំរ៉េនោះឲ្យគេយកចំណែករបស់គេចោះអាមែន